បាទខ្ញុំនឹងចែករំលែកកម្មវិធី Gemini មួយដែលយើងប្រើ Gemini ឲ្យធ្វើការរៀបចំបាទជា slide ណាអញ្ចឹងយើងមានឯកសារបាទអញ្ចឹងអឺខ្ញុំសូមការអនុញ្ញាតបរៀនតែអ្នកអត់ចេះទេអ្នកដែលចេះគាត់យល់ច្បាស់ជាងខ្ញុំបន្ថែមទៀតអញ្ចឹងយើងប្រើនៅទស្សនៈមួយថាអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះបាទអញ្ចឹងខ្ញុំយកខ្លឹមសារមួយបាទអញ្ចឹងខ្ញុំមានខ្លឹមសារបាទទម្រង់បែបនេះបាទនេះខ្ញុំយកប្រធានវិញ្ញាសានេះអត្រាកំណែដើម្បីឲ្យ Gemini ហ្នឹងគឺធ្វើការរៀបចំទៅជា slide ក្នុងការចែករំលែកបង្រៀនអញ្ចឹងលោកគ្រូអ្នកគ្រូធ្វើការចម្លងបែបនេះក៏បានបាទ upload file មកចូលតែម្ដងក៏បានដែរអញ្ចឹងយើងប្រើ copy path បែបនេះក៏បានបាទ copy path ហ្នឹងបានន័យថា control V ណាបាទ control V បានន័យថា path បែបនេះណាបាទនេះ path បែបនេះទម្រង់បែបនេះក៏បានបាទហើយមួយទៀតយើងចូលតាមទម្រង់បាទសញ្ញាលេខបូកនេះបាទ upload file មកក៏បានដែរឲ្យតែយើងស្គាល់ប្រភេទថា file យើងຕົកនៅទីណាបាទដល់ពេលយើងដឹងអំពី file ຕົកនៅទីណាគឺយើងងាយស្រួលក្នុងការស្វែងរកបាទអញ្ចឹងខ្ញុំទៅរកមើល file របស់ខ្ញុំຕົកបាទនៅ file ទី4បាទនេះបាទ double click មកគឺវា upload ចូលដោយស្វ័យប្រវត្តិបន្ទាប់មកគឺយើងយកសញ្ញាលេខបូកយើងរកមើលពាក្យថា Canva បាទនេះ Canva បាទចូលបែបនេះមកគឺយើងសរសេរបាទសរសេរមកអញ្ចឹងលោកគ្រូអ្នកគ្រូអាចសរសេរកំណត់ prompt បានតាមលទ្ធភាពដែលលោកគ្រូអ្នកគ្រូចេះបាទអញ្ចឹងខ្ញុំសរសេរបែបខ្លីទេសូមអ្នកជួយរៀបចំជា slide ដោយចម្លងខ្លឹមសារពីក្នុង Word ឬ Doc ដោយប្រើចំណងជើងធំទំហំ25បាទនេះទម្រង់អក្សរគឺខ្មែរ OS មូល័យហើយនឹងខ្លឹមសារបាទខ្ញុំឲ្យកំណត់ខ្មែរ OS បាទ system ទំហំ24ប៉ុណ្ណឹងបាទក៏ប៉ុន្តែលោកគ្រូអ្នកគ្រូត្រូវដឹងថាការរៀបចំ slide ដែលវារៀបចំឲ្យយើងច្រើនបំផុតតែ12ទំព័រទេណាបាទទីតែ12 slide ទេអញ្ចឹងយើងត្រូវតែទទួលយកការពិតបាទបើយើងចង់បានថាតម្រូវចិត្តយើងគឺបាទយើងប្រើការទិញលុយបាទអញ្ចឹងខ្ញុំប្រើបែបរបស់ free សិនប៉ុណ្ណឹងមកយើង generate ទៅបាទ submit ឬក៏ដាក់បញ្ជូនណាអញ្ចឹងយើងរងចាំវារៀបចំនេះវាកំពុងតែរៀបចំឲ្យយើងហើយបាទនេះបាទរៀបចំមកហើយយើងរងចាំបន្តិចទៅបាទអត់យូរទេបើយើងដាក់ខ្លឹមសារតែមួយតពពីរតពគឺវានឹងបំលែងទៅជា slide ឲ្យយើងលឿនបំផុតក៏ប៉ុន្តែប្រសិនបើលោកគ្រូដាក់ច្រើនអានឹងវា generate យូរឲ្យយើងហើយអញ្ចឹងនេះវារៀបចំឲ្យយើងហើយបាទអញ្ចឹងយើងរងចាំទៅវានឹងលោតផ្ទៀងនៅកន្លែងនេះឲ្យយើងតែម្ដងបាទបាទអញ្ចឹងពេលដែលហើយវាលោតផ្ទៀងមកបែបនេះឃើញទេគឺវា generate ឲ្យយើងបានតែ12ទំព័រទេគឺនេះបាទលោកថាឈូត3បាទនេះខ្លឹមសារហ្នឹងអញ្ចឹងពេលដែលយើងបានវាហើយយើងធ្វើម៉េចដើម្បីយកទៅផាត់ក្រែមថែមម្សៅគឺយើងយក export នៅខាងលើណាចុច export មកនៅជួរខាងឆ្វេងនេះវាកំពុងតែ creating slide យើងហើយយើងពេលដែលយើង generate រួចយើងយកពាក្យ open ហ្នឹងមកវារត់ទៅជាទម្រង់ Google Slide បាទអញ្ចឹងរងចាំបន្តិចមកវាកំពុងតែ generate ឲ្យយើងបាទនេះយើងចុច open slide មកវាទៅជា Google Slide បាទអញ្ចឹងយើងចង់កែនៅលើ Google Slide នេះតែម្ដងក៏បានយើងចង់ download ទៅជា slide PowerPoint តែម្ដងក៏បានដែរអញ្ចឹងយើងគ្រាន់តែចូលទៅលើពាក្យ file នេះមកបាទនៅខាងឆ្វេងដៃណាខាងលើណាបាទហើយយកពាក្យ download ហើយយកនេះ Microsoft Word PowerPoint ហ្នឹងមកបាទចុចមកវានឹងទាញវាទាញទិន្នន័យហើយយើងចុចបើកមកអញ្ចឹងលោកគ្រូអ្នកគ្រូអាចចុច enable editing បែបនេះហើយចុច save ទុកសិនបាទហើយលោកគ្រូអ្នកគ្រូអាចថែមថយខ្លឹមសារ font អក្សរទម្រង់អីមកស្អាតថែមថយខ្លួនឯងបានបាទនេះលោកគ្រូអាចថែមថយបានអញ្ចឹងបន្ទាប់ពីថែមថយបានលោកគ្រូអាចចុច preview មើលបានហើយប៉ុណ្្នឹងឯងខ្ញុំបញ្យល់ខ្លីៗចុះពីរបៀបនៃការយកឯកសារទៅ Gemini ដើម្បីឲ្យ Gemini ហ្នឹងគឺបាទរៀបចំទៅជា slide ឲ្យយើងដើម្បីងាយស្រួលក្នុងការរៀបចំបាទ